សារ Bitcoin ដែលយើងហៅថា digital មូលហេតុអីបានយើងនិយាយថាវាជា digital ដោយសារ Bitcoin គឺវាជាលុយ digital មួយដែលកំពុងតែវិវត្តខ្លាំងនៅក្នុងពិភពលោកដែលនៅពេលអនាគតយើងមើលឃើញថាតម្រូវការវាកាន់តែច្រើនដោយសារតែសប្តាហ៍ថ្ងៃដូចបងប្អូនដឹងហើយថាយើងទាំងអស់គ្នាលែងចាយលុយกระดาษដូចមុននេះអ្នកគឺប្រើ QR code ដូចជា AVA ឬក៏ ACDA អញ្ចឹងណានៅស្រុកខ្មែរយើងអញ្ចឹងទូទាំងពិភពលោករាល់ថ្ងៃគឺគេប្រើ scan ទាំងអស់ចាដូចនៅចិនគេប្រើ WeChat ប្រើ Alipay ប្រើអីចឹងទៅនៅឌូបៃក៏ដូចគ្នានិយាយទៅទូទាំងពិភពលោកគឺសុទ្ធតែប្រើលុយ digital គឺការបាញ់តាមរយៈ QR code អត់មានកាន់លុយដូចមុនទៀតទេគឺកម្រអញ្ចឹងអា Bitcoin នេះវាគឺជាលុយ digital មួយប៉ុន្តែវាមិនមែនតំណាងឲ្យប្រទេសណាទេវាជាលុយពិភពលោកទាំងមូលបានន័យថាអ្នកណាក៏ដោយឲ្យតែមាន Bitcoin គឺគាត់អាចវេលុយទៅឲ្យគ្នាបានតែសំខាន់គឺ Bitcoin វាជាលុយមួយដែលមានសុវត្ថិភាពបំផុតខុសពីលុយដែលយើងដាក់នៅធនាគារអញ្ចឹងបងប្អូនដាក់លុយនៅធនាគារគឺធនាគារជាអ្នកគ្រប់គ្រងលុយផងបងប្អូនអញ្ចឹងធនាគារគឺគេមានប្រព័ន្ធ system របស់គេចា Bitcoin វាជាលុយ digital ឯករាជ្យមួយដែលមានគ្រប់គ្រងដោយធនាគារណាទេគេបង្កើតមកសម្រាប់មនុស្សទាំងអស់ឲ្យមានសេរីភាពបានន័យថាទាំងអស់គ្នាអាចទុកលុយរបស់ខ្លួនឯងហ្នឹងដោយខ្លួនឯងផ្ទាល់ដែលមានអ្នកណាគ្រប់គ្រងលុយរបស់បងប្អូនទេ